បាទសួស្តីអ្នកនាងវីដេអូនេះដែរគឺយើងបានទៅលេងក្រុងកំពង់សោមហើយក៏បានឈានចូលនៅប្រោនៃគេល្បីថ្មីនេះឯងគឺសូសចែកក្នុង social media ហ្នឹងហើយក៏យើងបានឈានចូលនឹងថតវីដេអូហើយនឹងធ្វើខ្លះៗដែរបញ្ញាអ្នកនរគ្នាមើលហើយពី space ខាងមុខគឺវាធំទូលាយសម្រាប់អ្នកដែលចូលចិត្តថតរូបគឺទៅនឹងត្រូវចិត្តហើយពីក្រោយនៅ background របស់ប្រោហ្នឹងគឺអាចមើលឃើញសមុទ្រហើយនឹងមាន resort មួយទៀតនៅជាប់ជាមួយនឹងប្រោហ្នឹងដែរហើយកន្លែងហ្នឹងគឺខ្ញុំឮគេថាដែរថាពេលខ្លះគេបើកឲ្យចូលលេងពេលខ្លះគេអត់បើកទេអញ្ចឹងចំពោះខ្ញុំអត់បានចូលទេដោយសារតែយើងទៅហ្នឹងយើងឃើញអត់ដឹងចូលតាមផ្លូវណាដែរអញ្ចឹងណាខ្ញុំឃើញគេថតវីដេអូគេអាចចូលក្នុងហ្នឹងបានហើយចំពោះខ្ញុំអត់បានចូលទេបានតែថតរូបភាពនិងវីដេអូមួយចំនួននៅក្នុងប្រោនហាងកាហ្វេតែប៉ុណ្្នឹងឯងបន្ទាប់ពីយើងបានចូលលេងប្រោនហើយក៏យើងបន្តដំណើរទៀតទៅខាងឆ្នេរព្រៃចាកដែលជាប់នឹងកោះរាជបុត្រហើយឆ្នេរនេះគឺអត់សូវមានអ្នកទៅទេដោយសារតែផ្លូវវាអត់សូវស្រួលដែរគឺមានកស៊ូហើយនឹងផ្លូវលិហុយអញ្ចឹងណាហើយចំពោះឆ្នេរនេះគឺស្ងប់ស្ងាត់មែនទែនគឺអត់សូវមានអ្នកទៅដល់ទេទីមួយគឺស្ថានផ្លូវគឺវាអត់ស្រួលទាំងស្រុងទេប៉ុន្តែឡានទាបក៏អាចទៅបានដែរព្រោះឡានខ្ញុំឡានទាបដែរទេហើយអ្នកទៅនោះចូលចិត្តស៊ុយត្រីគឺត្រូវហើយដោយសារតែវាកន្លែងដែលមានថ្មនេះឈរសម្រាប់បោះសទូចស៊ុយត្រីអញ្ចឹងណាហើយបើនិយាយបរិយាកាសវិញគឺស្ងប់ស្ងាត់ល្អគឺស្ងប់ស្ងាត់ជាងនៅអូឈើទាឬក៏នៅអូត្រេសអញ្ចឹងណាគឺដោយសារតែអត់សូវមានអ្នកទៅលេងទេ